ចាមុខម្ហូបចុះបាយមកដល់ទៀតហើយបងនិយាយពីថាមកមុខនេះពិសេសខ្លាំងតែម្ដងបងធ្វើញ៉ាំហើយដឹងតែចង់ធ្វើទៀតអានេះខាងខ្ញុំគេហៅថាបុកព្រិចបងចាគឺបុកតាពាំងរបស់យើងនឹងឯងតែជាទូទៅគេហៅថាបុកព្រិចចឹងណាបងហើយសម្រាប់ថ្ងៃនេះចាខ្ញុំអត់ប្រើប្រភេទត្រីឆ្អើទេខ្ញុំប្រើជាប្រភេទសាច់ជ្រូក3ជាន់យកវាទៅលីងឲ្យក្រៀមណាបងហើយគ្រឿងផ្សំរបស់យើងមានជាមួយនឹងសាច់ជ្រូកដែលយើងលីងយកទៅលីងឲ្យក្រៀមហើយចាមានជាមួយនឹងកាសាំងរបស់យើងមានជាមួយកលីងចាប្រហុកអាំងមកចាប្រភេទប្រហុកសាច់ណាបងហើយនឹងតាពាំងស្ងោររបស់យើងហើយមួយទៀតចាជាមួយនឹងម្ទេសខ្ទឹមជាមួយនឹងត្រាប់ពុតញងរបស់យើងដែលលីងហើយបងទាំងអស់គ្នាហើយសម្រាប់វិធីបុកគឺថាងាយស្រួលខ្លាំងមែនតើបងយើងធ្វើតែគ្រឿងឲ្យហើយមកយកមកបុកតែមួយផ្លែតគឺបានញ៉ាំហើយចាគ្រាន់ថាប្រភេទបុកព្រិចនេះគឺយើងទុកអត់បានយូរដូចប្រភេទបុកកាសាំងទេបងបុកកាសាំងយើងអាចទុកបានរៀងយូរតែបុកព្រិចនេះយើងបុកភ្លាមយើងអាចយកដាក់ទូទឹកកកបានបងគ្រាន់ថាវារក្សាយើងលក្ខណៈថាយើងចង់ទុកយូរថ្ងៃវាអត់បានដូចគេចាដោយសារតាពាំងរបស់យើងយើងយកមកបុកបែបហ្នឹងគឺវាឆាប់ផ្អូមណាបងបានតែបុកតិចតួចទុកញ៉ាំមួយថ្ងៃឬក៏2ថ្ងៃអីទេតែទុកយូរយើងញ៉ាំអត់កើតទេចាវាអាចនឹងផ្អូមសូម្បីតែខ្ញុំយកទៅទុកក្នុងទូទឹកកកហើយក៏ទុកវាអត់សូវបានយូរថ្ងៃដែរចាឥឡូវដំបូងគឺខ្ញុំបុកសាច់ជ្រូកសិនណាបងយើងបុកឲ្យរាងម៉ត់ហើយចាបានដាក់ជាមួយនឹងគ្រឿងលីងរបស់យើងមានត្រាប់ពុតញងម្ទេសហើយនឹងខ្ទឹមរបស់យើងចាបុកវារាងម៉ត់តិចហើយខ្ញុំដាក់ជាមួយនឹងប្រហុកណាបងចាដាក់មួយប្រហុកដាក់មួយកាសាំងហើយនឹងគ្រឿងក្រៅរបស់យើងមកមានស្ករមានប៊ីចេងហើយនឹងអំបិលកុំទាន់ដាក់បងខ្លាចវាប្រៃដោយសារយើងប្រើប្រហុកវិញច្រើនដែរចាអញ្ចឹងយើងបុកឲ្យគ្រឿងផ្សំនឹងច្របល់ចូលគ្នាទៅភ្លក់យករសជាតិចាចុងក្រោយថែមជាមួយតាតាពាំងហើយនឹងកលីងរបស់យើងជាការសាចចៃបងហើយសម្រាប់បុកមួយមុខនេះគឺយើងអាចយកទៅផ្ទាប់ញ៉ាំជាមួយនឹងបន្លែផ្សេងបានដូចជាផលិតដូចជាត្រប់ដូចជាតកួនកញ្ឆែតអីចឹងណាបងចាយើងផ្ទាប់ជាមួយនឹងបន្លែតាមចំណង់ចំណូលចិត្តរបស់យើងមកចាដូចជាតសក់ស្ដាយគូស្ដាយអីក៏យើងអាចញ៉ាំបានដែរចាផ្ទាប់ញ៉ាំបានដែរបងនិយាយពីថាឆ្ងាញ់ណាបងអើយគ្រាន់ថាដូចខ្ញុំបញ្ជាក់ចឹងរក្សាទុកអត់បានយូរទេអញ្ចឹងយើងបុកញ៉ាំមួយថ្ងៃពីរថ្ងៃយើងបុកតិចតួចទៅបងមិនបុកច្រើនទេសម្រាប់បុកព្រិចនេះណាបើសិនជាបងទុកចង់ទុកបានយូរកុំទាន់ដាក់តាពាំងណាបងចាកុំទាន់ដាក់តាពាំងនៅពេលដែលយើងចង់ញ៉ាំចាំយើងដាក់តាពាំងក៏បានដែរហ្នឹងរក្សាទុកបានយូរចាតែបើដាក់តាពាំងហើយទុកអត់បានយូរទេបងគឺវាឆាប់ផ្អូមណាចាអញ្ចឹងចង់ធ្វើច្រើនកុំទាន់ដាក់តាពាំងបងចាចង់ញ៉ាំពេលណាយើងយកគ្រឿងនឹងមកលាយតែជាមួយតាពាំងមកជាការស្រេចហើយចានេះបងរួចរាល់ហើយសម្រាប់បុកព្រិចរបស់យើងនិយាយពីថារសជាតិឆ្ងាញ់ណាបងអើយបាយអស់ពីឆ្នាំអត់ដឹងខ្លួនទេហើយថែមស្លមកមុខអីទៀតមកដូចជាឆាដូចជាស្ងោរឬក៏ស្លបអាហារអីហ្នឹងអូយដាក់ទៅជាតិណាបងនេះលក់បន្លែរបស់ខ្ញុំហ្នឹងមានអានោងមានស្អំមានម្រះមានតសក់មានសណ្ដែកអូយដាក់ជាមួយនឹងម្ទេសហិលមួយមកបងអើយគឺថាអូយជាតិខ្លាំងមែនតើហើយជាប្រភេទបន្លែធម្មជាតិដែលយើងមានស្រាប់ខ្លះទៀតអញ្ចឹងណាបងចាមានសយងចេកស្ងោរមានអានោងចាបន្លែឆ្អិនក៏មានបន្លែឆៅក៏មានដាក់មកបងអើយជាតិឆ្ងាញ់ខ្លាំងមែនតើហើយការធ្វើក៏អត់មានអីញ៉ៃញ៉ៃច្រើនដែរបងដាក់តែគ្រឿងតាមខ្ញុំប្រាប់ហ្នឹងមកហើយបុកមកគឺថាឆ្ងាញ់ណាស់ចាអញ្ចឹងកុំភ្លេចសាកល្បងធ្វើទាំងអស់គ្នាចាសម្រាប់វីដេអូមានតែប៉ុណ្្នឹងទេបងកុំភ្លេចជួយ like ជួយ share ជួយ follow page បងម្នាក់មួយផងណាដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃតតែម្ដង